បាទសូមគោរពជ្រាបសួរដល់ពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានបាទនៅថ្ងៃទី21ខែមិថុនាឆ្នាំ2025នេះខ្ញុំរួមជាមួយក្រុមការងារបាទយើងក្រុមការងារគុំសង្កាត់ហើយនិងក្រុមការងារក្រុងកំពង់សោមបានធ្វើដំណើរតាមអបអរឆ្ពោះទៅកោះឫស្សីដើម្បីធ្វើការបញ្ជាក់ថាតើនៅលើកោះឫស្សីស្ថិតនៅក្នុងសង្កាត់រៀមក្រុងកំពង់សោមខេត្តបរសៃនុនេះពិតជាមានការគ្រប់គ្រងដោយអាជ្ញាធរវៀតណាមឬក៏មានជនជាតិវៀតណាមរស់នៅដោយទៅលើ Facebook ឬ TikTok មួយចំនួនដែលបានលើកឡើងថានៅលើកោះឫស្សីនេះគឺមានការគ្រប់គ្រងដោយជនជាតិវៀតណាមតើនេះគឺជាអ្វីដែលគាត់ធ្វើដើម្បីបំពុលសង្គមឬក៏យ៉ាងណាឥឡូវនេះសូមបងប្អូនចាំស្ដាប់អ្វីដែលយើងបានជួបជាមួយនឹងបុគ្គលិកដែលរស់នៅនិងធ្វើការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋនៅលើកោះឫស្សីផ្ទាល់តែម្ដងតើមានជនជាតិវៀតណាមគ្រប់គ្រងនៅលើកោះនេះដោយអ្វីដែល TikTok Facebook មួយចំនួនបានលើកឡើងដែរទេបាទសូមអញ្ជើញស្ដាប់ទាំងអស់គ្នាខ្ញុំបានលើកគេថានៅនេះកោះឫស្សីគ្រប់គ្រងដោយជនជាតិវៀតណាមឬក៏មិនត្រូវទេឬក៏មិនកោះឫស្សីនេះគឺមានន័យថាម្ចាស់កោះក៏ជាខ្មែរតែមកទៀតក៏ខ្ញុំ owner គាត់បង្កើត resort នោះគាត់ជាជនជាតិបារាំងគាត់ជនជាតិបារាំងបាទគាត់បើកតាំងពីឆ្នាំ2018រហូតមកដល់ឥឡូវ2018មកដល់ឥឡូវបាទគាត់ជាតកែបារាំងអញ្ចឹងយើងអត់មានតកែជនជាតិវៀតណាមទេបាទតកែជនជាតិបារាំងផ្ទាល់បាទអញ្ចឹងម្ចាស់គ្រប់គ្រងនៅទីនេះគាត់ជាជនជាតិបារាំងគាត់បានមកវិនិយោគនៅលើកោះឫស្សីបាទហើយចុះបុគ្គលិកមកភាគច្រើនជាជនជាតិអីបុគ្គលិកនៅលើកោះឫស្សីនេះបុគ្គលិកភាគច្រើនជាជនជាតិខ្មែរយើងផ្ទាល់តែម្ដងបន្ទាប់មកទៀតក៏ GM យើងជាជនជាតិបរទេស GM ជនជាតិបរទេសគាត់ជនជាតិអីបងជនជាតិអ៊ីតាលីជនជាតិអ៊ីតាលីបាទបងបាទហើយបន្ទាប់មកទៀតក៏យើងមានជនជាតិហ្វីលីពីនម្នាក់ដែរខាងគ្រប់គ្រងខាងផ្នែកហិរញ្ញវត្ថុ Financial Manager បាទហើយបន្ទាប់មកទៀតក៏យើងមានសុទ្ធតែខ្មែរយើងតាមផ្នែកមេចង្ក្រានមេសវីនិងមេ FO ខាង front office គឺសុទ្ធតែជាខ្មែរយើងបាទអញ្ចឹងភាគច្រើនគឺមានន័យថាបុគ្គលិកនៅនេះភាគច្រើនគឺសុទ្ធតែខ្មែរហើយថ្នាក់ដឹកនាំនៅលើកោះឫស្សី resort នេះជនជាតិបរទេសក៏ជនជាតិបរទេសតែជនជាតិមានជនជាតិបារាំងហើយនិងជនជាតិអ៊ីតាលីបាទអូខេអញ្ចឹងអរគុណច្រើនបងឥឡូវនេះបាទអរគុណឥឡូវមកហៅពួកខ្ញុំចេញមកហើយអរគុណច្រើនបងឃើញតែកោះនោះស្អាតបងបាទក្រោយពីខ្ញុំបានជួបជាមួយនឹងបងប្រុសសុខុមរួចក៏បានជួបជាមួយនឹងប្អូនស្រីម្នាក់ទៀតដែលគាត់ធ្វើការនៅទីនោះដើម្បីសួរគាត់បញ្ជាក់ឲ្យច្បាស់ថាតើនៅលើកោះឫស្សីនេះមានជនជាតិវៀតណាមរស់នៅឬក៏គ្រប់គ្រងកោះឫស្សីនេះដោយអ្វីដែល TikTok បានលើកដែរឬទេអញ្ចឹងនៅធ្វើការនៅនឹងច្រើនឆ្នាំនៅខ្ញុំធ្វើការនៅនេះរយៈពេល3ឆ្នាំ3ឆ្នាំហើយចា៎ចុះនៅនេះយើងអ្នកគ្រប់គ្រងនៅនេះគាត់ជនជាតិអីដែរគាត់ជនជាតិបារាំងចា៎អូខេវាភ្ញៀវច្រើនទេរាល់ថ្ងៃដោយសារតែភ្ញៀវខែនឹងជាខែ low season ចឹងភ្ញៀវភាគច្រើននិយាយទៅគាត់មកចុងសប្តាហ៍គាត់មកចុងសប្តាហ៍ណាភាគច្រើនសុទ្ធតែជនជាតិអីដែរគាត់មកលេងនៅនេះសម្រាប់ low season ភាគច្រើនភ្ញៀវខ្មែរយើងhigh season ភាគច្រើនភ្ញៀវអឺរ៉ុប high season ភ្ញៀវអឺរ៉ុបចា៎បាទអូខេអរគុណច្រើនណាបាទក្រោយពីយើងបានជួបជាមួយនឹងបុគ្គលិកដែលធ្វើការនៅកោះឫស្សី resort ដែលមានទីតាំងនៅផ្នែកខាងត្បូងនៃកោះឫស្សីនេះអញ្ចឹងក្រុមការងារក៏បានធ្វើដំណើរឆ្ពោះទៅផ្នែកខាងជើងនៃកោះទៀតដើម្បីឲ្យច្បាស់ថាតើនៅលើកោះនេះមានជនជាតិវៀតណាមឬក៏មានអាជ្ញាធរវៀតណាមគ្រប់គ្រងនៅលើកោះដូចអ្វីដែលពាក្យចចាមរាមឬក៏ Facebook ឬ TikTok បានបង្ហោះក្នុងដែរឬក៏យ៉ាងណាអញ្ចឹងយើងបានធ្វើដំណើរថ្មើរជើងទាំងអស់គ្នាក្រុមការងារបាទចម្ងាយប្រហែលជា2គីឡូដីបាទយើងធ្វើដំណើរដូចអ្វីដែលយើងឃើញនៅក្នុងរូបភាពនេះអញ្ចឹងដើម្បីទៅសួរបងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែធ្វើការនៅលើកោះនេះនៅផ្នែកខាងជើងនៃកោះថាតើមានជនជាតិវៀតណាមឬអាជ្ញាធរវៀតណាមគ្រប់គ្រងនៅលើកោះដូចអ្វីដែលគេលើកដែរឬយ៉ាងណាបាទសូមអញ្ជើញទស្សនាទាំងអស់គ្នាចាបងនៅកន្លែងនេះកោះឫស្សីត្រូវទេបងចាហើយកន្លែងនេះគេហៅ resort អីគេដែរបង
ចាទី ខ្ញុំមកកត់ ចាន់ទីឬក៏ ចាទីចាទី ចាន់ទីផ្លែចាន់ទីបងណាចាបងនៅកន្លែងនេះគ្រប់គ្រងដោយខាងណាហ្មងដោយជនជាតិវិតាឬក៏មិនមែនទេ អត់បានផង មិនមែនទេណាបងណាអូជាតែលើគេល្បីហ្នឹងណាអញ្ចឹងឲ្យខ្ញុំមកផ្ទាល់មកអត់មានទេ ចឹងទឹកដីរបស់ខ្មែរយើងមានជនជាតិណាមកគ្រប់គ្រងមិនចឹងទេ ខ្ញុំក៏ខ្មែរដែរខ្ញុំអត់មានថៃទៀត ចាំតែទៀតដែរ អូខេ បាទអូខេអរគុណច្រើនអរគុណខ្ញុំលើព័ត៌មានថាកោះរស័យហ្នឹងគ្រប់គ្រងដោយជនជាតិវៀតណាមតើអាហ្នឹងពិតទេឬក៏យ៉ាងម៉េចដែរ ដូចអត់ដែលឮដែរបងតែយើងខ្មែរហើយភាសាបងប្អូនយើងខ្មែរភាសានេះ អូបងប្អូនយើងខ្មែរហើយភាគច្រើនសិតតែពលរដ្ឋខ្មែរដែលធ្វើការទៅលើកោះរស័យនេះបាទចឹងចូលគ្រប់គ្រងដោយជនជាតិវៀតណាមមែនទេឬក៏យ៉ាងម៉េចដែរ ដូចអត់ពិតទេបងដូចអត់មានអីពាក់ព័ន្ធមួយវៀតណាមផងនេះ អូខេអញ្ចឹងអរគុណច្រើនណាឥឡូវភ្ញៀវមកយ៉ាងអរគុណច្រើនមកអរគុណ